ក្តៅដោយបាយពុះអ៊ីរ៉ង់ចល័តទ័ពជាង1លានអ្នកត្រៀមប្រែក្លាយជាសមរភូមិទៅជាឋាននរកលើដីកប់ខ្មោចទាហានអាមេរិកនិងអ៊ីស្រាអែលហើយតើសង្គ្រាមលោកលើកទី3នឹងផ្ទុះឡើងឆាប់ៗនេះហើយមែនទេពិភពលោកកាន់តែគ្រោះថ្នាក់ហើយពេលនេះខណៈអ៊ីរ៉ង់ចល័តទ័ពជាង1លានអ្នកនឹងត្រៀមប្រែក្លាយជាសមរភូមិជាឋាននរកលើដីកប់ខ្មោចទាហានអាមេរិកនិងអ៊ីស្រាអែលខណៈដែលសង្គ្រាមអ៊ីរ៉ង់ឈានទៅដល់ក្បាលសប្តាហ៍ទី5គិតត្រឹមថ្ងៃសៅរ៍ទី28ខែមីនាឆ្នាំ2026នេះអ៊ីរ៉ង់បានចល័តទ័ពច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ជាង1លានអ្នកត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធស្លាប់រស់ប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបញ្ជូនទ័ពគោកចូលឈ្លានពានខ្លួនហើយអ៊ីរ៉ង់ប្រមានប្រែក្លាយសមរភូមិទៅជាឋាននរកលើដីដើម្បីកប់ខ្មោចទាហានអាមេរិកនិងទាហានអ៊ីស្រាអែលហើយនេះបើយោងតាមការចុះផ្សាយសារព័ត៌មានធំៗជាច្រើនរួមមាន Times of India និងសារព័ត៌មាន Express របស់អង់គ្លេសប្រទេសអ៊ីរ៉ង់បានប្រមានប្រធានាធិបតីដូណាល់ J ត្រាំថាខ្លួនមានយុទ្ធជនមិនក្រោម1លានអ្នកនោះឡើយត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធស្លាប់រស់ហើយប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលហ៊ានបញ្ជូនទ័ពថ្មើរជើងចូលឈ្លានពានប្រទេសអ៊ីរ៉ង់ហើយថាពួកគេនឹងប្រែក្លាយជាសមរភូមិទៅជាឋាននរកលើដីទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim ដែលបានដកស្រង់ពីប្រភពយោធាអ៊ីរ៉ង់បានផ្សាយថាយុទ្ធជនឬទ័ពជើងគោករបស់អ៊ីរ៉ង់កំពុងតែមានមិត្តពុះកជ្រុលកាន់តែខ្លាំងដើម្បីប្រែក្លាយជាសមរភូមិប្រយុទ្ធទៅជាឋាននរកសម្រាប់កប់ខ្មោចទាហានអាមេរិកនិងទាហានអ៊ីស្រាអែលនៅលើទឹកដីអ៊ីរ៉ង់ប្រភពយោធាអ៊ីរ៉ង់បានអះអាងថាយុទ្ធជនអ៊ីរ៉ង់កំពុងសម្រុកដាក់ពាក្យសុំធ្វើជាយុទ្ធជនដើម្បីចូលរួមជាមួយនឹងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC និងកងជប៉ុនស្ម័គ្រចិត្ត Basset ពួកគេក៏បានប្រមានសហរដ្ឋអាមេរិកកុំឲ្យធ្វើសកម្មភាពបន្ថែមទៀតដើម្បីកាន់កាប់ច្រកហូមូឲ្យសោះដែលជាលទ្ធផលនឹងធ្វើឲ្យអាមេរិកធ្វើអត្តឃាតនិងបំផ្លាញខ្លួនឯងទេការប្រមានធ្ងន់ធ្ងរនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកអះអាងថាខ្លួនឯងបានព្រៀងផែនការសន្តិភាព15ចំណុចដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ដែលរួមមានទាំងលក្ខខណ្ឌដូចជាការតម្រូវឲ្យអ៊ីរ៉ង់បោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរនិងការប្រគល់ការគ្រប់គ្រងច្រកហូមូសវិញផងដែរ